ស្ដីគ្នាយើងស្វាគមន៍មកការរៀនកន្លះបែលែនវ៉ាសិនប៊ីអាដែលត្រូវជាភាគទី6របស់យើងទាំងអស់គ្នាណាឥឡូវយើងបន្តសេចក្ដីរបស់យើងបន្តទៀតបន្តពីកូនប្រុសរបស់យើងបានឈប់យកកូនស្រីហើយគឺថាលោកបាឡាត់របស់យើងណាគឺព្យាយាមមើលកូនស្រីរបស់យើងខ្លាំងមែនតើគឺភ្នែករបស់គាត់ហ្នឹងគឺថាមើលមុខគេរហូតហ្មងចាប្តីអ្នកណាគេខ្លះភ្នែកខូចមែនជួយមើលផងគ្នាយើងកំឡុងពេលដែលកូនប្រុសរបស់យើងបានជប់យកកូនស្រីហ្នឹងគឺគាត់បានជប់ពីលើឡានទេរួមទាំងលោកបាឡាត់ផងដែរបន្តមកកូនស្រីរបស់យើងក៏បានចូលទៅក្នុងឡានហើយចូលទៅណាគឺអង្គុយក្បាលលោកបាឡាត់ទៀតនិយាយពីថាអត់ស្រួលហ្មងស្ថានភាពហ្នឹងណាចំណែកឯកូនប្រុសរបស់យើងវិញក៏បានណែនាំកូនស្រីហ្នឹងទៅឲ្យលោកបាឡាត់បានស្គាល់ថាកូនស្រីរបស់យើងមានឈ្មោះតាចាចាត់ហើយក៏បានណែនាំគាត់ហ្នឹងឲ្យកូនស្រីរបស់យើងបានស្គាល់ផងដែរថាម្នាក់នេះហើយគឺជាលោកបាឡាត់ដែលយើងត្រូវមកទទួលនឹងឯងពីណែនាំខ្លួនរួចរាល់លោកបាឡាត់គឺព្យាយាមមកសួរកូនស្រីយើងខ្លាំងមែនតើគឺសួរថាពីនេះពីនោះអីចឹងថាគ្រួសាររបស់កូនស្រីយើងនៅគ្នាម្នាក់អីចឹងទៅឬក៏សួរពីអីផ្សេងសួរសុខទុក្ខតែកូនស្រីរបស់យើងរាល់ថ្ងៃនៅណានៅអីចឹងគឺថាព្យាយាមរករឿងនិយាយជាមួយគេខ្លាំងមែនតើតែកូនស្រីរបស់យើងគឺគាត់អត់សូវហ៊ាននិយាយច្រើនជាមួយតែដូចតែមនុស្សគាត់មិនដែលស្គាល់ផងហ្នឹងទៅតែបានជួបមុននឹងឯងអ្នកណាគេទៅហ៊ាននិយាយច្រើនជាមួយនោះរីឯកូនប្រុសរបស់យើងវិញដល់ឃើញលោកបាឡាត់ព្យាយាមសួរកូនស្រីខ្លាំងពេកណាគឺគាត់មានជាការអត់សប្បាយចិត្តដែរចឹងណាព្រោះជាក្រាស់របស់ខ្លួនហើយមកឃើញគេនិយាយជាមួយច្រើនបែបនេះអ្នកណាគេសប្បាយចិត្តជាមួយនោះកូនប្រុសរបស់យើងគឺគាត់ព្យាយាមដៀងភ្នែកចឹងណាមើលទៅកាន់កញ្ចក់ឡានខ្លាំងមែនតើចង់ដឹងថាលោកបាឡាត់ហើយនឹងកូនស្រីរបស់យើងគឺកំពុងធ្វើអីចឹងណាហើយក៏ឃើញថាលោកបាឡាត់របស់យើងគឺគាត់ព្យាយាមចូលទៅចិត្តកូនស្រីរបស់យើងនឹងឯងតែក៏មានជាការកូនស្រីយើងគឺព្យាយាមកិច្ចចាញ់ត្រូវតែកិច្ចចាញ់បើមិនចឹងទេបងប្រច័ណ្ឌងាប់ចោលជាមិនខានទេកូនប្រុសរបស់យើងគាត់អត់អាចធ្វើអីទៅកាន់លោកបាឡាត់បានទេព្រោះលោកបាឡាត់ដែរគឺជាភ្ញៀវរបស់ពួកគាត់នឹងឯងប៉ុន្តែបើថាស្ថានភាពអត់ស្រួលទៅបាត់ជាប់ទេណាលោកបាឡាត់នៅពេលដែលឡានណាបោះចូលមកដល់កណ្ដាលព្រៃឡានហ្នឹងក៏ស្រាប់តែខូចហើយចំណែកឯមេឃវិញពេលនេះគឺចាប់ផ្ដើមល្ងឹតហើយព្រោះថាពេលយប់ហ្នឹងជិតចូលមកដល់ហើយពេលនេះខ្ទង់ប្រម៉ោង6ទៅម៉ោង7នឹងឯងនិយាយថាកូនស្រីរបស់យើងគាត់រៀងភ័យផងដែរព្រោះគាត់ដែរតែថាធ្វើដំណើរទៅណាឆ្ងាយហើយនៅពេលដែលពាក់កណ្ដាលយប់ជ្រៅអីហ្នឹងទៀតគឺគាត់មានជាការភ័យហើយបារម្ភខ្លាំងណាព្រោះពេលនេះវាយប់ហើយក៏មិនទាន់បានញ៉ាំអាហារញ៉ាំអីផងដែរនៅឃ្លាតនឹងឯងពោះហ្នឹងកូនប្រុសរបស់យើងដល់ឃើញកូនស្រីឃ្លានបែបនេះគាត់ក៏បានទៅឲ្យគូតឡាននិយាយនោមមកពី3កញ្ចប់ព្រមទឹកហ្នឹងដែរយកមកឲ្យកូនស្រីរបស់យើងក្រោយពីបានរបស់ញ៉ាំហើយគឺថាគាត់អត់មានមាត់អីទេគឺអង្គុយមួយកន្លែងហ្នឹងញ៉ាំរបស់ដែលគាត់កំពុងតែកាន់នៅដៃហ្នឹងឯងរីឯលោកបាឡារបស់យើងវិញក្រោយពីឃើញអូនកំពុងតែអង្គុយម្នាក់ឯងបែបនេះក៏បានដែរចូលទៅចើតដល់មិនខ្វល់ពីខ្សែភ្នែករបស់កូនប្រុសយើងដែលគាត់កំពុងឈរធ្វើឡានបដាហើយនឹងងាកមកមើលនឹងឯងគឺថាផ្នែកខ្សែភ្នែកហ្នឹងគឺបាញ់មកមួយទំហឹងតែម្ដងគឺថាលក្ខណៈថាមនុស្សដែលប្រច័ណ្ឌនេះអញ្ចឹងគ្នាយើងយល់ទេណាថាមនុស្សដែលប្រច័ណ្ឌគេគឺមានខ្សែភ្នែកបែបណាគឺថាមុតខ្លាំងណាលោកបាឡាត់របស់យើងក៏គាត់ព្យាយាមនិយាយជាមួយកូនស្រីខ្លាំងមែនតែកូនស្រីរបស់យើងក៏គាត់អត់សូវនិយាយច្រើននោះទេបានត្រឹមអាឆ្លើយបាតអីតែប៉ុណ្្នឹងឯងព្រោះមិនចង់និយាយច្រើនជាមួយនោះគឺគេខ្លាចបងគេប្រច័ណ្ឌដែរក្រោយពីបានមកសន្ទុះក្រោយមកពេលនេះគឺម៉ោងចូល8ជាងហើយមេក៏កាន់តែល្ងឹតផងស្រាប់តែពេលនោះមានចៅមួយក្រុមបានចេញមកមានគ្នាប្រហែលជា5ទៅ6នាក់បានកាន់កំភ្លើងចេញមកហើយគឺយកកំភ្លើងហ្នឹងភ្ជុងចង់បាញ់ទៅកាន់កូនស្រីរបស់យើងដែលចង់បានធ្នូដល់ដោគឺជាមួយនឹងឡាននឹងឯងហែងឆ្កែយកឡាននេះទៅស្អីបើឡាននេះវាខូចហើយហ្នឹងចំណែកកូនប្រុសរបស់យើងវិញគឺថាគាត់បានគិតចាអីច្រើនដែរគឺថាមានជាការបារម្ភពីអូនខ្លាំងគឺអត់បានខ្វល់ពីសម្ដីរបស់ចៅហ្នឹងឯងមានជាការទាញកំភ្លើងមកពីឆ្កែហ្នឹងយកទៅភ្ចុងវិញតែម្ដងព្រោះតែក្រុមចៅដែលចេញមកហ្នឹងគឺមានតែម្នាក់តែប៉ុណ្ណោះដែលកាន់កំភ្លើងយកទៅភ្ចុងកូនស្រីរបស់យើងចំណែកអ្នកផ្សេងទៀតគឺថាមានតែកាត់ដាវក្នុងកបិតហ្នឹងឯងរីឯលោកបាឡាត់របស់យើងវិញគាត់ក៏មិនបានឈើមើលដែរគឺគាត់ហ្នឹងបានទាញកំភ្លើងនៅចង្កេះរបស់គាត់ហ្នឹងចេញមកផងដែរនិយាយរួមទៅគឺថានៅសម័យមុនប្រើប្រាស់ដែលគាត់ចេញធ្វើការមានការងារអីធំដុំអញ្ចឹងគឺពួកគាត់តែងតែមានកំភ្លើងជាប់នៅចង្កេះហ្នឹងព្រោះដើម្បីការពារខ្លួនព្រោះថាសត្រូវមកពីណាក៏យើងមិនដឹងណានៅក្នុងសម័យនោះព្រោះការស្លាប់គ្នាហ្នឹងគឺវាអត់ទាន់មានច្បាប់ទូលំទូលាយនោះទេមកឥឡូវយើងចូលមកការសាច់រឿងរបស់យើងវិញណា
ក្រោយពេលបានឡានទាញកំភ្លើងចេញមកម្នាក់ទៀតបែបនេះក្រុមចៅក៏មានអារម្មណ៍ថារៀងភ័យផងដែរព្រោះឃើញថាពេលនេះកំភ្លើងដល់ទីដើមអាគ្រូវិញកំភ្លើងតែម្ដងមួយទេប៉ុន្តែគ្នានេះក៏មានអ្នកខ្លះកាន់កបិតកាន់អីនឹងឯងតែកបិតអាណាទៅលឿនជាកំភ្លើងនោះតែកំភ្លើងបាញ់ញ៉ៃងាប់ហើយនឹងមានសល់អីទៀតក្រោយឃើញស្ថានភាពវាដូចជាស្រួលក្រុមចៅដែលត្រូវជាមេគេកំពុងជុំកូនស្រីរបស់យើងក៏បាននិយាយនឹងថាឥឡូវយើងដោះដូរគ្នាក្រៅពីឡានហ្នឹងយើងសុំយកលុយវិញឯងមានលុយទៅចោលខ្លួនប្រមាណណាគឺឲ្យមកកាន់យើងមកគឺថាយើងនឹងដល់ក្មេងម្នាក់នេះហើយយើងក៏មិនរករឿងឯងទៀតដែរចំណែកឯកូនប្រុសរបស់យើងវិញគឺគាត់ក៏ឆ្លើយយក5ផងដែរគាត់ថាលុយរបស់គាត់នៅក្នុងកាបូបហ្នឹងណាវាមានច្រើនគួរសមដែរឯងអាចយកទៅចាយវាបានហើយនឹងអាចចាយក្រុមរបស់ឯងបានប៉ុន្តែសុំដល់លេងក្មេងនៅជប់នឹងដៃរបស់ឯងមកយើងបោះកាបូបលុយឲ្យឯងឲ្យមនុស្សដើរមកក្រុមចៅក៏បានឆ្លើយយក5ផងដែរបន្ទាប់ពីនោះមកពេលដែលកូនស្រីរបស់យើងដើរមកកាន់កូនប្រុសពេលដើរចិត្តដល់ហើយនឹងកូនប្រុសរបស់យើងក៏បានបោះកាបូបលុយរបស់ខ្លួនទៅឲ្យក្រុមចៅបានបន្ទាក្រុមចៅទាំងអស់នោះក៏បាននាំគ្នាចាក់ចេញទៅព្រោះឃើញកំភ្លើងគេដល់តែពីដើរម្ដងអាណាទៅយកឈ្នះគេបាននោះខ្លួនឯងមានតែមួយហ្នឹងពេលដែលរត់ចេញទៅនឹងលោកបាឡាត់ក៏គាត់បានឆ្លៀតយកកំភ្លើងទៅបាញ់ចំជើងរបស់កូនចៅរបស់ចៅម្នាក់ផងដែរចេញមកឡាបាឡាត្រឹមត្រូវតែម្ដងហើយណមានជាការធ្វើខ្លួនឯងជាប្រងក្លាហានអូនបានឃើញអីចឹងទៅអើយបានបន្តិចមកក៏ស្រាប់របស់យើងក៏បានស្រួលអារម្មណ៍ត្រឡប់មកវិញនិយាយថាមុននេះមានជាការភ័យខ្លាំងមែនតើព្រោះថានៅសសរក៏គេយកកំភ្លើងមកភ្ចុងឯណាមិនភ័យពេលនេះម៉ោងចូល10ជាងហើយគឺថាអ្នកទាំងអស់គ្នាគឺគាត់អត់ទាន់បានធ្វើឡានហើយទេព្រោះឡានវាខូចរៀងធ្ងន់ធ្ងរផងដែរក្រោយបានបន្តិចមកស្រាប់តែមានកូនចៅរបស់លោកគ្រូរតនសម្បត្តិបានមកដល់ដែលនោះគឺជាតាសុននឹងឯងគឺលោកគ្រូរតនសម្បត្តិគឺគាត់បារម្ភពីកូនណាមួយឃើញយប់ជ្រៅនេះហើយមិនទាន់ឃើញត្រឡប់ទៅវិញទៀតក៏បានឲ្យតាសុនមកតាមក្រោយមកតាមក៏បានមកជួបគ្នានៅតាមផ្លូវនឹងឯងឃើញតាឡាននឹងកំពុងតែខូចក៏បានចុះមកនិយាយជាមួយនឹងប្រុសនឹងសួរនាំថាមុននេះតែមានបញ្ហាអ្វីមែនទេបានមើលទៅកាន់ចាស់ចាស់ទៅគឺគាត់ឲ្យស្រួលខ្លាំងមែនតើគឺមានជាការនៅភ័យញ័រញាក់នឹងឯងកូនប្រុសរបស់យើងក៏គាត់បានរៀបរាប់ផ្សេងរឿងដែលបានកាត់ឡើងនឹងតែឲ្យលោកអ៊ំបានដឹងក្រោយពីបានដឹងសេចរឿងអស់ហើយដែលទាំងអស់គ្នាក៏បានជួយគ្នាធ្វើឡានដោយសារតែនៅក្នុងឡានរបស់តាសុនហ្នឹងគឺមានឧបករណ៍ធ្វើឡានហ្នឹងគ្រប់គ្រាន់ទៅធ្វើឲ្យឡានរបស់ពួកគេបានធ្វើហើយរួចរាល់នៅពេលយប់នឹងឯងបន្ទាប់មកពេលនេះគឺមកប្រហែលជា11ជាងជិត12ទៅហើយគឺទៅតែអ្នកទាំងអស់គ្នាធ្វើដំណើរទៅដល់ផ្ទះធំទេផ្ទះធំនោះគឺមានចាស់សម្ដៅទៅដល់ផ្ទះលោកគ្រូរតនសម្បត្តិនឹងឯងក្រោយពេលដែលមកដល់គឺថាលោកគ្រូរតនសម្បត្តិបានចេញមករយៈតេនិងស្វាគមន៍លោកបាឡាក់ខ្លាំងណាស់ហើយក៏បានសួរនាំពីអាការៈរបស់កូនស្រីយើងផងដែរថាម៉េចក៏មានសភាពបែបនេះគឺថានៅភ័យនៅថានៅអារម្មណ៍ដាក់ស្លុតនឹងជាមួយនឹងរឿងឯកាលឡើងមុននឹងថាមានគេយកកំភ្លើងមកភ្ចុងអីចឹងគ្នាយើងគិតថាវាមានអារម្មណ៍ដាក់ស្លុតយ៉ាងណានៅសុកក៏មានគេយកភ្លើងភ្ចុងបែបនេះក្រោយពីសួរនាំមកដឹងរឿងអស់ហើយលោកបាឡាត់ហ្នឹងក៏បានសុំខ្លួនទៅសម្រាប់នៅសួរបន្ទប់របស់ខ្លួនផងដែរថានៅកន្លែងណាអញ្ចឹងព្រោះពេលនេះគឺគាត់ហត់ខ្លាំងណាស់ដោយសារតែចេញផ្លូវឆ្ងាយហើយក៏ត្រូវមានរឿងតាមផ្លូវទៀតរីឯកូនស្រីរបស់យើងត្រូវបានកូនប្រុសជួយគ្រាយកទៅបន្ទប់របស់ខ្លួនដើម្បីសម្រាប់ផងដែរព្រោះថាគាត់ក៏អត់សូវស្រួលដែរពេលនេះមានជាការចង់ក្តៅខ្លួនទៀតផងព្រោះតែភ័យរឿងមុននឹងឯងនៅបាឡាត់ឯណោក៏គាត់មិនបានសួរនាំច្រើនដែរព្រោះគិតថាមុននឹងជួបរឿងដែលមិនល្អមកប្រហែលជាអារម្មណ៍វាមិនសូវល្អស្រាប់ទៅហើយក៏ឲ្យអ្នកទាំងអស់គ្នាបាយផ្លូវគ្នាទៅសម្រាប់តែម្ដងទៅបើយើងកន្លែងមើលតែពីអ្នកនោះវិញមានជាការស្អិតល្មួតគ្នាខ្លាំងមែនតើពេលនេះគឺថាអោបគ្នាអីណាណែកុំគិតអីវិញឆ្ងាយណាគេអោបនឹងគឺគេជួយគ្រាទៅបន្ទប់នឹងឯងគេមិនមែនអោបអាលក្ខណៈនោះទេគ្រាយើងកុំគិតវិញឆ្ងាយទេឥឡូវសាច់រឿងរបស់យើងមកដល់ទីបញ្ចប់ប៉ុណ្ណឹងហើយគឺថាបញ្ចប់ភាគទី6គឺថាវគ្គនេះភាគនេះគឺវែងខ្លាំងណាស់អត់មានអត់ដឹងខ្លួនឯងមិនទេគឺបញ្ចូលអារម្មណ៍ខ្លាំងពេកដល់ពេលចឹងទៅវាសម្រាយទៅវែងយ៉ាងគ្នាយើងតែអត់អីបែបជាវែងអញ្ចឹងគ្នាយើងចូលចិត្ត